ខ្ញុំកណាសូមក្រាបថ្វាយបង្គំថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មានក៏ដូចជាជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានគិតចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីវេលាម៉ោង12ថ្ងៃត្រង់ថ្ងៃទី27ខែធ្នូឆ្នាំ2025រហូតមកទល់នឹងថ្ងៃទី27ខែមករាឆ្នាំ2026ម្សិលមិញរយៈពេល1ខែបានកន្លងផុតទៅហើយតើការអនុវត្តបទឈប់បាញ់រយៈពេល1ខែកន្លងទៅនេះសម្រេចបានលទ្ធផលអ្វីខ្លះហើយតើរាជរដ្ឋាភិបាលកំពុងធ្វើអ្វីបន្តទៀតជាបឋមយើងគួរយល់ពីអត្ថន័យនៃបទឈប់បាញ់ជាមុនសិននៅក្នុងសារផ្ញើជូនជនរួមជាតិកាលពីថ្ងៃទី29ខែធ្នូឆ្នាំ2025សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានពន្យល់ថាការជ្រើសរើសយកបទឈប់បាញ់មិនមែនមានន័យថាកម្ពុជាចុះចាញ់ឬសុកចិត្តយកបូរណភាពទឹកដីទៅដូរយកសន្តិភាពឡើយហើយរឹតតែមិនមែនមានន័យថាកម្ពុជាអស់សមត្ថភាពឬបោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរផ្ទុយទៅវិញការសម្រេចចិត្តនេះបានបង្ហាញថាកម្ពុជាសម្រេចយកមាគ៌ាសន្តិភាពនិងតម្កល់អាយុជីវិតរបស់ប្រជាពលរដ្ឋនិងសុខទុក្ខប្រជាជនជាអាទិភាពចម្បងបំផុតនិងខ្ពស់បំផុតរបស់ខ្លួនបើទោះបីជាត្រូវប្រឈមនឹងសម្ពាធឬក៏ការលំបាកយ៉ាងណាក៏ដោយទន្ទឹមនឹងនោះសម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថាកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងភាគីថៃដោយអនុលោមតាមច្បាប់អន្តរជាតិសន្ធិសញ្ញាអនុសញ្ញានិងយន្តការទ្វេភាគីដែលមានជាធរមានតាមរយៈអត្ថន័យនេះយើងអាចយល់បានថាបទឈប់បាញ់គឺជាគោលបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាដើម្បីបញ្ជៀសការស្លាប់ការរងរបួសនិងការខូចខាតផ្សេងទៀតដែលកើតមានពីការប្រយុទ្ធគ្នាដោយប្រដាប់អាវុធពីព្រោះប្រជាជនកម្ពុជាបានឆ្លងកាត់ឆ្អែតឆ្អន់និងបានស្គាល់ច្បាស់ណាស់នៅរសជាតិសង្គ្រាមនេះក៏ជាហេតុផលដែលកម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននៅបទឈប់បាញ់និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ក៏ដូចជាកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀតដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងទៅក្នុងនោះក៏មានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី26ខែតុលាឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរផងដែរក្រៅពីបទឈប់បាញ់ដែលត្រូវបានចាត់ទុកថាជាសមិទ្ធផលធំជាងគេបំផុតសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូឆ្នាំ2025ក៏បានឈានដល់ការដោះលែងយោធិនកម្ពុជា18នាក់ឲ្យមានសេរីភាពវិលត្រឡប់មកជួបជុំគ្រួសារវិញកាលពីថ្ងៃទី31ធ្នូឆ្នាំ2025រយៈពេល1ខែចុងក្រោយនេះដែរជនភៀសសឹកជាង 80% ក្នុងចំណោមប្រជាពលរដ្ឋភៀសសឹកសរុបជាង 64,000 នាក់ក៏បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញនៅសល់ជនភៀសសឹកប្រមាណជាង 10,000 នាក់ទៀតកំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយសូមបញ្ជាក់ជូនថាជនភៀសសឹកទាំងអស់ទាំងអ្នកដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញទាំងអ្នកដែលកំពុងបន្តរស់នៅក្នុងមណ្ឌលសុវត្ថិភាពបានទទួលការយកចិត្តទុកដាក់មើលថែទាំគ្រប់បែបយ៉ាងពីរាជរដ្ឋាភិបាលបទឈប់បាញ់រយៈពេល1ខែនេះក៏បានផ្ដល់ឱកាសដល់ក្រុមការងារចំពោះកិច្ចដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលបានចុះបំពេញការងារដើម្បីវាយតម្លៃផលប៉ះពាល់លើជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលរងការបំផ្លិចបំផ្លាញដោយការវាយប្រហាររបស់កងទាហានថៃដើម្បីជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលចាត់វិធានការអន្តរាគមន៍ដើម្បីស្ដារជីវភាពប្រជាពលរដ្ឋភៀសសឹកនិងស្ដារហេដ្ឋារចនាសម្ព័ន្ធទាំងឡាយដែលរងការខូចខាតឲ្យបានឆាប់បំផុតស្របពេលជាមួយគ្នាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងក្រមសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជាក៏បានដឹកនាំអង្គទូតអង្គការអន្តរជាតិនិងក្រុមអ្នកសង្កេតការអាស៊ាន AOT ដើម្បីបានឃើញការពិតពីស្ថានភាពជាក់ស្ដែងនៅតំបន់រងគ្រោះនិងពិនិត្យផ្ទៀងផ្ទាត់រាយការណ៍អំពីផលប៉ះពាល់ដែលកើតចេញពីការបាញ់ផ្លោងនិងទម្លាក់គ្រាប់បែករបស់យោធាថៃមកលើទីតាំងជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជាក្នុងអំឡុងពេលនេះដែររាជរដ្ឋាភិបាល
ជាពិសេសថ្នាក់ដឹកនាំនៃយើងរួមទាំងក្រសួងស្ថាប័ននានាដែលជាសេនាធិការទាំងអស់បានបំពេញការងារការទូតយ៉ាងសកម្មក្នុងការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីក្រសួងស្ថាប័នពាក់ព័ន្ធនានាដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនិងដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតចំពោះបញ្ហានេះហើយបានតវ៉ាគ្រប់ទម្រង់ប្រឆាំងទៅនឹងសកម្មភាពដែលធ្វើឲ្យមានការប្រែប្រួលបរិយាកាសសន្តិសុខនៅក្នុងឬជុំវិញតំបន់ជនស៊ីវិលការពង្រឹងការគ្រប់គ្រងយោធាឬបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្ដែងទន្ទឹមនឹងនេះរាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបាននឹងកំពុងជំរុញភាគីថៃឲ្យអនុវត្តស្មារតីចំណុចទី3នៃសេចក្តីប្រកាសរួមដែលចែងថារាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឲ្យប៉ះពាល់ទៅដល់ការខ័ណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេភាគីទាំងពីរឯកភាពគ្នាប្រគល់ទូនីតិឲ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការវាស់វែងនិងខណ្ឌសីមាព្រំដែនឲ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងនៅតាមព្រំដែនអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថាក្នុងស្មារតីតម្កល់សន្តិភាពជាអាទិភាពខ្ពស់បំផុតកម្ពុជាបន្តគោរពយ៉ាងម៉ឺងម៉ាត់នៅបទឈប់បាញ់និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូឆ្នាំ2025ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅកម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់នៅក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោរពខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងមកកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះបាទ